សួស្តីនាងអរគ្នាថ្ងៃនេះខ្ញុំញ៉ាំម្លឹកនៅសល់សបកឃើញសបកក្រាស់ពេកស្ដាយក៏យកមកធ្វើជាជ្រក់ញ៉ាំដំបូងយើងគ្រាន់តែធ្វើការចិតទៅលើអាសាច់ក្រហមមកកលឹកនឹងចោលឲ្យអស់ទុកតិចបែបនេះបន្ទាប់មកយើងយកមកចិតសបកឲ្យស្អាតចិតសបកនឹងក្បិតក៏បានដែរពេលយើងចិតសបកស្អាតហើយយកវាមកលាងទឹកមួយទឹកសិនឲ្យអស់កតិចដែលជាប់សបកលឹកដែលជាប់នៅនឹងបន្ទាប់ពីយើងបានធ្វើការសម្អាតវាយើងសម្អាតទៅលើអាឡឹកសាច់អាឡឹកក្រហមនឹងបន្ថែមទៀតឲ្យស្អាតចឹងណាហើយយើងយកទៅលើសាច់អាឡឹកដែលយើងលាងមិញរួចរាល់ហើយយកមកចិតសម្រាប់ការចិតនេះចិតតិចតូចក៏បានចិតប៉ិនម្រាមដៃក៏បានដែរប៉ុន្តែកុំឲ្យចិតតូចពេកកុំឲ្យស្ដើងពេកចឹងណាបន្ទាប់ពីខ្ញុំចិតរួចរាល់ហើយខ្ញុំយកអាឡឹកនឹងទៅលាងទឹកបន្ថែមមួយតង់ទៀតលាងទឹករួចរាល់ក្រោយពីលាងទឹកហើយខ្ញុំយកវាទៅច្របាច់អំបិលខ្ញុំដាក់អំបិល2ស្លាបព្រាចូលដើម្បីយកទៅច្របាច់នេះឲ្យវាមានកុំឲ្យនៅផុយនិងឲ្យសាច់អាឡឹករបស់យើងស្វិតល្អហើយកាត់ពីជាតិហាងពីសបកអាឡឹកនឹងទៀតខ្ញុំធ្វើការច្របាច់ឲ្យស្អាតច្របាច់ចុះឡើងឲ្យច្រើនដងមើលថាឃើញថាទៅលើសបកអាឡឹករបស់យើងរាងទន់ហើយប៉ុន្តែកុំឲ្យច្របាច់ឲ្យទន់ខ្លាំងពេកហើយបើយើងធ្វើការច្របាច់ឲ្យវាទន់ល្មមហើយយើងយកមកលាងទឹកលាងមានន័យថាលាងទឹកអំបិលហ្នឹងឲ្យជ្រះអំបិល2-3ទឹកហើយយើងស្ទាបមើលសាច់អាឡឹករបស់យើងនេះមើលទៅឃើញថាសាច់អាឡឹករបស់យើងឃើញស្វិតល្អអញ្ចឹងពេលយើងធ្វើទៅពេលញ៉ាំទៅវាស្រួយហើយឆ្ងាញ់បន្ទាប់ពីខ្ញុំច្របាច់អំបិលរួចហើយខ្ញុំលាងទឹកឲ្យអស់2-3តង់ទៀតខ្ញុំយកទៅលើសបកអាឡឹកហ្នឹងទៅសិតលើដាក់ក្នុងទឹកក្តៅអ៊ុនដែលខ្ញុំដាំទុកដាក់ចូលក្នុងទឹកក្តៅអ៊ុននេះហើយខ្ញុំទៅចិតខ្ទឹមដើម្បីដាក់ចូលបន្ថែមចំពោះខ្ទឹមនេះខ្ញុំចិត្តដាក់ទាំងមូលខ្ញុំចិត្តតែសបកចេញខ្ទឹមសប៉ុន្តែបើអាចចិត្តឲ្យវាតូចហើយដាក់ចូលក្នុងឆ្នាំងបានវាកាន់តែឈ្ងុយល្អដាក់ចូលក្នុងជាមួយសបកអាឡឹកយើងទុកនេះខ្ញុំធ្វើបានរយៈពេល1ម៉ោងខ្ញុំយកមកញ៉ាំប៉ុន្តែអ្នកនរគ្នាអាចទុកសិនក៏បានទុករយៈពេល1ថ្ងៃឬក៏មួយយប់អីសិនមិនឆ្ងាញ់បន្ទាប់ពីខ្ញុំដាក់ចូលក្នុងទឹកក្តៅអ៊ុនហើយខ្ញុំយកដាក់ក្នុងកន្លនេះថាដាក់ក្នុងទូទឹកកកតែដល់ពេលដាក់ចូលទៅទូនឹងកន្លនឹងវាវែងពេកទៅដាក់ចូលក៏ទៅរកត្រីមកជីនញ៉ាំជាមួយនឹងសបកអាឡឹករបស់យើងហ្នឹងត្រីបកកទិញទុកប្រហែលថ្ងៃមុនបន្ទាប់មកយកមកត្រីឃើញកកពេកគឺមកត្រាំទឹកវាឲ្យអស់ទៅលើជាតិកកនឹងសិនឲ្យអស់ទៅលើទឹកកកដែលយើងបកកនឹងសិនបន្ទាប់មកចាំយកទៅជីនញ៉ាំជាមួយនឹងសបកអាឡឹករបស់យើងប៉ុន្តែខ្ញុំអត់បង្ហាញពីរបៀបជីនត្រីដោយសារខ្ញុំដឹងថាអ្នកនរគ្នាចាស់របៀបជីនត្រី